នៅក្នុងវីដេអូមួយនេះគឺបង្ហាញពីការប្រកួតទាំងពីរជើងតែម្ដងរបស់ទូពីរគ្រឿងដ៏ល្បីល្បាញដែលការប្រណាំងនេះគឺកន្លងផុតទៅហើយគឺនៅក្នុងវត្តអញ្ចែងកាលពីឆ្នាំមុនខ្ទង់ខែ10ហើយនេះគឺជាការប្រកួតដ៏ជក់ចិត្តរវាងទូពីរគ្រឿងខាងក្នុងនេះគឺជាទូដែលមានឈ្មោះថាមោហាខ្លាក្រហឹមទឹកប្តីដែលមានមកពីវត្តខ្លាក្រហឹមឃុំបាធីស្រុកបាធីខេត្តកំពង់ចាមចំណែកខាងក្រៅពណ៌ក្រហមនេះគឺជាទូដែលមានឈ្មោះថាមហាទន្សាយផ្លោះដែលមកពីវត្តរីប៉ាយឃុំរីប៉ាយស្រុកកងមៀតខេត្តកំពង់ចាមឯកសណ្ឋានពណ៌លឿងឯកសណ្ឋានពណ៌ក្រហមមិនឲ្យច្រឡំគ្នាទេខាងក្រៅឯកសណ្ឋានពណ៌លឿងជើងចង្វាពណ៌សចាក់យងទូកមួយជ្រៅជ្រៅអូសវែងវែងបតីបាតពណ៌ខៀវចុងកតុយក្បាលគឺពណ៌មាសចំណែកខាងក្រៅនោះគឺមានរូបទន្សាយមួយនៅខាងមុខកំពុងតែផ្លោះហើយផ្លោះនៅលើផ្ទៃទឹកបាទរត់ប្រណាំងជាមួយនឹងខ្លាតើខ្លាអាចត្របាក់ដេញចាប់នៅទន្សាយបានទេទន្សាយព្យាយាមផ្លោះដែរប៉ុន្តែខ្លាដូចជាមិនទុកឱកាសឲ្យទន្សាយរត់រួចពីដៃទេព្យាយាមក្រោកដប់ទៅលើទន្សាយហើយនៅក្នុងជើងទី1នេះយើងឃើញថាចាក់ជ្រឹបវែងអូសមួយជ្រៅឃើញថាមហាខ្លាក្រហឹមកំពុងតែដកនៅចិត្តទីព្រៃប្រត់ហើយគោះជួងឬទៅម៉ាំងបើជ័យជំនះនៅក្នុងជើងទី1គឺប្រគល់ទៅឲ្យមហាខ្លាក្រហឹមទៅប្រៃចាំមើលថាតើនៅក្នុងជើងទី2មហាទន្សាយផ្លោះអាចមានលទ្ធភាពស្ដារដើមបានវិញទេអីយយចូលមកក្នុងជើងទី2តែម្ដងនៅក្នុងជើងទី2យើងឃើញថាមហាខ្លាក្រហឹមនៅតែដាក់គំនាបគៀបសង្កត់ទៅលើមហាទន្សាយផ្លោះដដែលអាចនិយាយបានថានៅក្នុងជើងទី2នេះផ្ដាច់បាត់ហើយទៅលើមហាទន្សាយផ្លោះយើងទន្សាយផ្លោះមិនចេញពីខ្លាទេក្រញំខ្លាជង្គង់ខ្លាគឺខំត្របាក់ជាប់បាត់ហើយជ័យជំនះនៅក្នុងជើងទី2អាចនិយាយបានថាជ័យជំនះនេះគឺផ្ដល់ទៅឲ្យមហាខ្លាក្រហឹមតែម្ដងបាទឃើញថាដាច់មកទូកតែម្ដងបងប្អូនហើយបាទតាមអត់តន់ទេបាទទៅលើខ្លាក្រហឹមកុំភ្លេចចុច like follow ម្នាក់មួយបងប្អូនណាបាទ like comment ម្នាក់មួយការ comment ពីបងប្អូនការចុច like ពីបងប្អូនចុច share ពីបងប្អូនជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូតអរគុណច្រើនជួបគ្នាវីដេអូក្រោយវីដេអូទាំងអស់នេះគឺខ្ញុំយកមកទាំងស្រុងពី Page NG Sport បងប្អូនបើសិនជាចង់ទស្សនាវីដេអូទាំងគូពិសេសជាច្រើនបងប្អូនអាចចូលទៅកាន់ Page NG Sport នេះបានហើយនឹងបានជួបជាមួយនឹង admin មុខស្រស់សង្ហាមួយនេះផងដែរអរគុណច្រើន